ជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទយើងចូលមកដល់ពេលវេលានៃការថ្វាយបង្គំព្រះទេយថ្ងៃនេះហើយអស់ជាតិឆ្នាំទៅវារៀងឈឺដោយសាររលាកច្រមុះហើយនឹងឈឺធ្មេញផងពីនឹងបោកចូលគ្នាទាំងឈឺមុខខ្ញុំហើមមកខាងតែមិនអីទេហើយស៊ូត្រង់យើងថ្វាយបង្គំព្រះជាមួយគ្នាព្រះបន្ទូលសម្រាប់ថ្ងៃអាទិត្យទី8ខែមិថុនាឆ្នាំ2025នេះមានចំណងជើងថាព្រះនឹងស្ដារឆ្នាំដែលខ្ជះខ្ជាយរបស់លោកអ្នកឡើងវិញតាមរបៀបដែលលោកអ្នកនឹកស្មានមិនដល់ភាគទី1ម្ដងទៀតព្រះនឹងស្ដារឆ្នាំដែលខ្ជះខ្ជាយរបស់លោកអ្នកឡើងវិញតាមរបៀបដែលលោកអ្នកមិននឹកស្មានដល់ភាគទី1សេចក្តីផ្ដើមយើងសូមថ្វាយការសរសើរដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់យើងទាំងអស់គ្នាថ្ងៃនេះជាថ្ងៃដែលប្រកបដោយព្រះពរដែលយើងបានចូលមកថ្វាយបង្គំព្រះជាម្ចាស់ព្រមទាំងស្ដាប់ព្រះបន្ទូលទ្រង់ជាមួយគ្នាផងដែរមុននឹងយើងចាប់ផ្ដើមថ្វាយបង្គំព្រះសូមយើងបានចំណាយពេលជាមួយខ្ញុំបន្តិចនៅក្នុងការអធិដ្ឋានទូលទៅព្រះអង្គដែលទ្រង់បានបង្កើតយើងទាំងអស់គ្នាអោព្រះអង្គម្ចាស់យេស៊ូវអើយនៅពេលដែលទូលបង្គំយើងខ្ញុំបើកព្រះបន្ទូលទ្រង់នៅថ្ងៃនេះទូលបង្គំទូលសូមឲ្យទ្រង់មានបន្ទូលមកកាន់ដួងចិត្តនីមួយៗនៅទីនេះនិងនៅទីណាដែលមនុស្សបានស្ដាប់នៅការផ្សាយបន្តផ្ទាល់របស់ទូលព្រះបង្គំផងដែរអោព្រះអង្គម្ចាស់យេស៊ូវអើយសម្រាប់លោកអ្នកបងប្អូនដែលមានអារម្មណ៍ថាមានទម្ងន់នៃការសោកស្ដាយមានបន្ទុកនៃការខ្ជះខ្ជាយពេលវេលាឬក៏ខ្ជះខ្ជាយនៃឱកាសដែលខកខានសូមឲ្យព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះអង្គបាននាំមកនៅការព្យាបាលការផ្សះផ្សានិងផ្ដល់នូវក្តីសង្ឃឹមជាថ្មីឡើងវិញសូមព្រះអង្គបើកត្រចៀករបស់ទូលព្រះបង្គំយើងខ្ញុំដើម្បីស្ដាប់សូមបើកគំនិតរបស់ទូលព្រះបង្គំយើងខ្ញុំដើម្បីយល់និងបើកបេះដូងរបស់ទូលព្រះបង្គំយើងខ្ញុំដើម្បីទទួលបាននូវអ្វីដែលទ្រង់មានសម្រាប់ប្រទានមកទូលព្រះបង្គំយើងខ្ញុំនៅថ្ងៃនេះទូលព្រះបង្គំយើងខ្ញុំសូមទូលថ្វាយនៅក្នុងព្រះនាមព្រះម្ចាស់យេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គខ្ញុំមានសំណួរខ្លះហើយសួរទៅកាន់លោកអ្នកបងប្អូននៅទីនេះក៏ដូចជាលោកអ្នកបងប្អូនដែលមើលការ live បន្តផ្ទាល់នៅថ្ងៃនេះផងដែរបងស្ដាប់ខ្ញុំលឺចង្អាយហ្នឹងបាទហើយថ្ងៃនេះខ្ញុំនិយាយអត់សូវបានខ្លាំងដោយសារតែខ្ញុំឈឺមាត់រៀងឈឺធ្មេញផងហើយឈឺថ្ពាល់ផងចឹងហើយបើបងស្ដាប់ទៅលឺទេអាចខាត់មកមុខតិចក៏បានដែរតើលោកអ្នកធ្លាប់ក្រឡេកមើលទៅកាន់រយៈពេលមួយនៃជីវិតរបស់លោកអ្នកហើយគិតថាឆ្នាំទាំងនោះត្រូវបានខ្ជះខ្ជាយសម្បើមខ្លាំងណាស់ដែរឬទេយើងធ្លាប់ក្រឡេកមើលទៅឬអត់ប្រហែលជាលោកអ្នកបានធ្វើការសម្រេចចិត្តកាលនោះកាលពីអតីតកាលនោះហើយមកដល់ឥឡូវនេះនឹកឃើញក៏ចាប់ផ្ដើមសោកស្ដាយក៏ចាប់ផ្ដើមហើយមានអារម្មណ៍ថាស្ដាយមិនគួរនឹងសម្រេចចិត្តបែបនោះអីចឹងទៅប្រហែលជាលោកអ្នកបានវិនិយោគពេលវេលា
នៅក្នុងទំនាក់ទំនងដែលនាំមកនៅការឈឺចាប់ជាជាងការសប្បាយរីករាយលោកអ្នកប្រហែលជាបានស្វែងរកផ្លូវអាជីពផ្លូវប្រកបមុខរបរឬក៏ធ្វើការងារណាមួយប៉ុន្តែរកវាមិនឃើញធ្វើតេស្តទៅមិនជាប់ដាក់ពាក្យទៅគេអត់ទទួលចាប់ត្រង់នេះចាប់ត្រង់នោះវាមិនឆ្ពោះចំចំណុចណាមួយរកវាមិនឃើញឬលោកអ្នកប្រហែលជាតស៊ូនឹងការញៀនអ្វីមួយយ៉ាងអាចជាញៀនថ្នាំអាចជាញៀនលបែងស៊ីសងអាចជាញៀនសុរាជាដើមញៀនអ្វីមួយយ៉ាងឬក៏ច្រើនយ៉ាងដែលលួចយកពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដែលព្រោះតែលោកអ្នកញៀនពេកទៅធ្វើឲ្យលោកអ្នកមិនអាចធ្វើអីបានធ្វើបានតែអារឿងញៀនអញ្ចឹងវាលួចពេលវេលាដ៏មានតម្លៃវាលួចឆក់ពេលវេលាដ៏មានតម្លៃរបស់លោកអ្នកអាចប្រហែលជាជំងឺដោយខ្ញុំកំពុងតែមានជំងឺអញ្ចឹងឬកលៈទេសៈដែលហួសពីការគ្រប់គ្រងរបស់លោកអ្នកបានឆក់យកឱកាសដែលលោកអ្នកនឹងមិនអាចត្រឡប់មកវិញបានទេលោកអ្នកបងប្អូនជាទីគោរពស្រឡាញ់និងរាប់អានយើងទាំងអស់គ្នាពិតជាមានរឿងរ៉ាវយ៉ាងច្រើនចំពុកច្រើនខនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ដែលយើងប្រាថ្នាចង់ថាចង់សរសេរកត់ត្រាវាឡើងវិញប្រសិនបើយើងអាចធ្វើទៅបានវាមានអ្វីខ្លះទៅរឿងរ៉ាវហ្នឹងសរសេរវាចុះយើងប្រាថ្នាចង់កត់ត្រាវាឡើងវិញគឺយើងចង់សរសេរកត់ត្រានៅថ្ងៃខែឆ្នាំដែលយើងមានអារម្មណ៍ថារឿងរ៉ាវទាំងនោះហាក់ដូចជាត្រូវបានបាត់បង់ទៅងាយស្រួលពេកដូចជាត្រូវបានខ្ជះខ្ជាយទៅងាយស្រួលពេកខ្ញុំចាំបានថាមានពេលមួយមានបរិសម្នាក់មានវ័យ50ប្លាយឆ្នាំជាងត្របាលនឹងខ្ញុំដែរគាត់បានមកសុំការប្រឹក្សាយោបល់ពីខ្ញុំបរិសម្នាក់នេះគាត់បានចំណាយពេលវេលាចិត្តជាង20ឆ្នាំគាត់បានចំណាយពេលវេលាជាង20ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការញៀនស្រាគាត់ជាមនុស្សញៀនសូរ៉ាដែលខ្មែរយើងហៅថាស្រវឹងខួបញៀនស្រានៅពេលដែលគាត់បានរកឃើញភាពរឹងមាំឡើងវិញនៅពេលដែលគាត់មានជំនឿដ៏ពិតប្រាកដចំពោះព្រះយេស៊ូវគ្រីស្ទគាត់ក៏បានមកអង្គុយនៅក្នុងការិយាល័យធ្វើការរបស់ខ្ញុំទាំងទឹកភ្នែកដែលហូរកាត់លើផ្ទៃមុខរបស់គាត់បាននិយាយថាលោកគ្រូគង្វាលខ្ញុំបានខ្ជះខ្ជាយពេលវេលាជាច្រើនកូនរបស់ខ្ញុំធំឡើងក្នុងគណៈពេលដែលខ្ញុំបានកំពុងស្ថិតនៅក្នុងផ្សែងអាប់ដ៏ក្រាស់ឃ្មឹកគាត់មានកូនគាត់បង្កើតបានកូនហើយកូនរស់នៅក្នុងស្ថានភាពដែលគាត់ញៀននឹងស្រាអញ្ចឹងទៅគាត់បានប្រាប់ថាគាត់រស់នៅក្នុងស្ថានភាពផ្សែងអាប់ដ៏ក្រាស់ឃ្មឹកគាត់បន្តទៀតថាខ្ញុំពិតជាមិនអាចទទួលយកឆ្នាំទាំងនោះត្រឡប់មកវិញទេប្រហែលជាគាត់មានគំនិតថាបើសិនជាអាចវិលទៅអតីតកាលបានពេលវេលាត្រឡប់ទៅអតីតកាលបានគាត់នឹងមិនញៀនស្រាទេគាត់នឹងធ្វើជាមនុស្សល្អគាត់ធ្វើជាមនុស្សអីត្រឹមត្រូវដោយគេដោយឯងអញ្ចឹងប៉ុន្តែលោកអ្នកបងប្អូនហើយខ្មែរយើងបានតែងជាទំនុកថាមើលពេលវេលាដែលកន្លងបាត់ទៅគ្មានពេលណានៅនឹងវិលត្រឡប់អញ្ចឹងពេលវេលាចេះតែរំកិលទៅមុខជានិច្ចយើងមិនអាចទៅទាញយកពេលវេលាអតីតកាលមកវិញទេ
គាត់ក៏ដូចគ្នាដែរគាត់ថាខ្ញុំមិនអាចទទួលឆ្នាំទាំងនោះត្រឡប់មកវិញទេការឈឺចាប់របស់គាត់នេះគឺយើងគ្រប់គ្នាប្រកាសជាយល់បានយើងយល់ថាគាត់ឈឺចាប់កម្រិតណាឈឺចាប់ប៉ុណ្ណានៅស្ថានភាពញៀនសូរ៉ារបស់គាត់ការសោកស្ដាយនៃឆ្នាំដែលខ្ជះខ្ជាយអាចមានច្រើនលើសលប់ដែលកើតមានឡើងចំពោះមនុស្សគ្រប់រូបអ្នកណាក៏មានឱកាសខ្ជះខ្ជាយឆ្នាំពេលវេលាដែរវាកើតមានលើមនុស្សគ្រប់រូបហើយកើតយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផងវាអាចធ្វើឲ្យយើងខ្មាស់អៀននិងរារាំងយើងមិនឲ្យយើងធ្វើដំណើរឆ្ពោះទៅមុខបានប៉ុន្តែខ្ញុំចង់ចែករំលែកនៅអ្វីមួយដែលមានអធិពលជាមួយនឹងលោកអ្នកបងប្អូនជាទីគោរពស្រឡាញ់និងរាប់អាននៅថ្ងៃនេះអ្វីដែលខ្ញុំចង់ចែករំលែកនោះគឺជាព្រះបន្ទូលសន្យាព្រះបន្ទូលសន្យាមកពីព្រះគឺមកពីព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីជាព្រះដែលយើងកំពុងតែគោរពបម្រើហើយនឹងស្រឡាញ់ទ្រង់មានព្រះបន្ទូលសន្យាក្នុងការបំផ្លាស់បំប្រែជីវិតគឺបំផ្លាស់បំប្រែជីវិតរាប់មិនអស់នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សកន្លងមកព្រះបន្ទូលសន្យានោះត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរមួយឈ្មោះថាព្រះគម្ពីរយូអែលព្រះគម្ពីរយូអែលនៅត្រង់ជំពូក2ខ24សំទោសខ25ដែលព្រះបានធ្វើការប្រកាសដ៏អស្ចារ្យគឺយ៉ាងដូចនេះអញនឹងសងបំពេញឆ្នាំទាំងប៉ុន្មានដែលត្រូវស៊ីបង្ខូចដោយកណ្ដូបចង្រិតដង្កូវនិងក្រាគឺជាកងទ័ពដ៏ធំរបស់អញដែលអញបានចាត់ប្រើមកកណ្ដាលឯងរាល់គ្នាអាមែនសូមអានតាមខ្ញុំម្ដងទៀតនៅក្នុងគម្ពីរយូអែលជំពូក2ខ25 1 2 3អញនឹងសងបំពេញទាំងឆ្នាំទាំងប៉ុន្មានដែលត្រូវស៊ីបង្ខូចដោយកណ្ដូបចង្រិតដង្កូវនិងក្រាគឺជាកងទ័ពដ៏ធំរបស់អញដែលអញបានចាត់ប្រើមកកណ្ដាលឯងរាល់គ្នាបាទអរគុណព្រះអង្គអរគុណលោកអ្នកដែលបានអានជាមួយនឹងខ្ញុំអត្ថបទដែលយើងបានអានអំបញ្ញមិញជាមួយគ្នាជាអត្ថបទដែលខ្ញុំត្រូវយកមកពន្យល់កាត់ស្រាយវែកញែកលម្អិតសម្រាប់ថ្ងៃនេះហើយតើវាមានអត្ថន័យដ៏អស្ចារ្យអ្វីទៅណាតើវាជាអត្ថបទដ៏អស្ចារ្យអ្វីទៅបានជាយើងលើកយកមកនិយាយនៅថ្ងៃនេះបាទវាពិតជាអស្ចារ្យមែនណាស់ពីព្រោះវាមានការសន្យាដ៏អស្ចារ្យវាជាអត្ថបទដ៏អស្ចារ្យដោយព្រោះតែវាមានពេញទៅដោយការសន្យាដ៏អស្ចារ្យដែលវាប្រឆាំងទៅនឹងកតវិជ្ជារបស់មនុស្សយើងព្រះជាម្ចាស់ទ្រង់មិនគ្រាន់តែសម្រាលទុកយើងក្នុងការបាត់បង់របស់យើងប៉ុណ្ណោះទេព្រះអង្គសន្យាថានឹងស្ដារឡើងវិញនៅអ្វីដែលបានបាត់បង់ទៅនោះផងមិនត្រឹមតែការស្ដារឡើងវិញដោយផ្នែកណាមួយនោះទេដោយផ្នែកខ្លះណាមួយនោះទេប៉ុន្តែការស្ដារឡើងវិញដែលលើសពីការរំពឹងទុករបស់យើងទៅទៀតព្រះនឹងស្ដារឡើងវិញដោយលើសពីការរំពឹងទុករបស់យើងទៅទៀតថ្ងៃនេះខ្ញុំសូមអញ្ជើញលោកអ្នកបងប្អូនជាទីគោរពស្រឡាញ់និងរាប់អានទាំងអស់គ្នាថ
ធ្វើដំណើររួមជាមួយនឹងខ្ញុំតាមរយៈបទគម្ពីរហ្នឹងដើម្បីស្វែងយល់ពីការសន្យាដ៏ជ្រាលជ្រៅរបស់ព្រះសម្រាប់យើងទាំងអស់គ្នាយើងនឹងស្វែងយល់ថាតើវាមានអត្ថន័យយ៉ាងណានៅក្នុងបរិបទដើមរបស់វារបៀបព្រះបំពេញការសន្យានេះនៅក្នុងជីវិតរបស់យើងសពថ្ងៃនិងរបៀបដែលយើងអាចកំណត់ទីតាំងខ្លួនយើងដើម្បីទទួលបានបទពិសោធន៍នៃការស្ដារឡើងវិញដ៏អស្ចារ្យនេះចំណងជើងនៃសេចក្តីអធិប្បាយនៅថ្ងៃនេះគឺសាមញ្ញទេប៉ុន្តែវាមានន័យយ៉ាងស៊ីជម្រៅចំណងជើងនោះគឺថាព្រះនឹងស្ដារឆ្នាំដែលខ្ជះខ្ជាយរបស់លោកអ្នកឡើងវិញតាមរបៀបដែលលោកអ្នកនឹកស្មានមិនដល់មិននឹកស្មានដល់ឥឡូវយើងចប់សេចក្តីផ្ដាំហើយយើងចូលដល់ចំណុចទី1ចំណុចធំទី1ការយល់ដឹងអំពីការសន្យានៅក្នុងបរិបទចូលយើងចាប់ផ្ដើមដោយការយល់ដឹងអំពីបរិបទដើមនៃការសន្យាដ៏អស្ចារ្យនេះព្រះគម្ពីរយូអែលត្រូវបានសរសេរក្នុងអំឡុងពេលនៃវិបត្តិកសិកម្មដ៏មហន្តរាយនៅប្រទេសអ៊ីស្រាអែលសម័យនោះមិនមែនសម័យនេះទេជាព្រះគម្ពីរមួយត្រូវបានព្រះបណ្ដាលឲ្យចងក្រងឡើងកត់ត្រាឬក៏សរសេរទុកនៅក្នុងអំឡុងពេលដែលមានវិបត្តិកសិកម្មដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីស្រាអែលវិបត្តិកសិកម្មនោះគឺថាមានសត្វកណ្ដូបវាហោះមកយ៉ាងច្រើនបាទវាមកទាំងហ្វូងហើយវាមិនមកដើរកំសាន្តមើលទេសភាពអ្វីនោះទេវាមកគឺស៊ីបំផ្លាញដំណាំនិងនាំមកនូវការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរកសិករមានសេដ្ឋកិច្ចពឹងអាស្រ័យលើផលដំណាំរបស់គាត់ប៉ុន្តែដំណាំត្រូវបានកណ្ដូបស៊ីបំផ្លាញអស់ធ្វើឲ្យសេដ្ឋកិច្ចរបស់គាត់ជួបនឹងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរប្រសិនបើលោកអ្នកធ្លាប់ឃើញវីដេអូអំពីហ្វូងសត្វកណ្ដូបនោះលោកអ្នកដឹងយ៉ាងប្រកបច្បាស់ថាមានអារម្មណ៍ខ្លាចវាប៉ុណ្ណាហើយលោកអ្នកដែលមើលវីដេអូតាក់ទងនឹងហ្វូងកណ្ដូបបំផ្លាញដំណាំអត់ខ្ញុំធ្លាប់ឃើញជាក់ស្ដែងសត្វខ្ញុំបាទកាលនោះមានកូនញមួយនៅត្រង់នោះហើយស្រាប់តែនៅលើដើមញមើលសឹងតែអត់ឃើញមានស្លឹកញទេឃើញមានតែសត្វខ្ញុំហ្នឹងប៉ុនម្រាមដៃខ្មៅនៅផ្លែព្រីងវាស៊ីខ្ទេចអត់មានសល់ពណ៌បៃតងឯមួយសត្វល្អិតរាប់ពាន់រាប់លានក្បាលប្រមូលផ្ដុំគ្នាបង្កើតទៅជាពពកដ៏ខ្មៅងងឹតដែលអាចលាតសន្ធឹងរាប់សិបគីឡូម៉ែត្រណាហ្វូងកណ្ដូបវាមានចំនួនច្រើនអញ្ចឹងមើលទៅខ្មៅហើយរាប់សិបគីឡូម៉ែត្រឯណោះបើពួកវាចុះទៅក្នុងវាលស្រែឬក៏ចំការណាមួយក្នុងរយៈពេលតែប្រហែលម៉ោងប៉ុណ្ណោះវាបានដកយកពណ៌បៃតងចេញពីទីនោះអស់រលីងស្មៅពណ៌បៃតងស្លឹករុក្ខជាតិបន្លែបង្ការដែលអ្នកស្រុកដាំគឺវាស៊ីខ្ទេចអស់ពណ៌បៃតងរលីងអ្វីដែលកសិករចំណាយពេលរាប់ខែដើម្បីដាំដុះអាចត្រូវបានបំផ្លាញខ្ទេចតែក្នុងប្រមាណនាទីប៉ុណ្ណោះឯងយើងខំដាំដូចឲ្យយើងអ្នកកសិករគាត់ធ្វើស្រែបាទគាត់ស្ទូងស្រូវគាត់ធ្វើអីហ្នឹង
មានក្រាស៊ីស្រូវរបស់គាត់ណានឹងខ្ទេចអាលួយទៅក្នុងទឹកអស់រលីងតែប្រមាណនាទីតែប៉ុណ្ណោះដំណាំត្រូវបានខ្ទេចលោកអ្នកបងប្អូនកាលនៅសម័យបុរាណការបំផ្លិចបំផ្លាញបែបនេះมันគ្រាន់តែជាការធ្វើឲ្យរអាក់រអួលតែបន្តិចបន្តួចអ្វីនោះទេសត្វចូលទៅបំផ្លាញកសិផលរបស់កសិករនោះវាមិនជាការដែលធ្វើឲ្យកសិករនឹងរអាក់រអួលនឹងការប្រកបមុខរបររបស់គាត់តែបន្តិចបន្តួចប៉ុណ្ណោះទេប៉ុន្តែវារអាក់រអួលទាំងស្រុងតែម្ដងគឺត្រូវមហន្តរាយទាំងស្រុងតែម្ដងគឺត្រូវបំផ្លាញទាំងស្រុងតែម្ដងអត់នៅមានសល់ផ្នែកណាខ្លះនោះឡើយវាមានន័យថាធ្វើឲ្យមានភាពអត់ឃ្លានកើតឡើងផលដំណាំត្រូវបានបំផ្លាញមនុស្សអត់មានអីទទួលទានអត់មានអីបរិភោគអញ្ចឹងត្រូវលេចឡើងនូវភាពអត់ឃ្លានលេចឡើងនូវភាពក្រីក្រហើយលេចឡើងនូវភាពរងទុក្ខវេទនាមនុស្សអត់មានអីហូបអត់មានអីទទួលទានពិសាធ្វើឲ្យឃ្លានដល់ឃ្លានអត់យូរទៅធ្វើឲ្យក្រដល់ក្រយូរទៅអាចនឹងរងទុក្ខវេទនាគ្រានោះលោកព្យាការីយូអែលលោកបានប្រើគ្រោះមហន្តរាយផ្នែកកសកម្មនេះធ្វើជាស្ថានភាពជាក់ស្ដែងនិងធ្វើជាពាក្យប្រៀបធៀបសម្រាប់ការវិនិច្ឆ័យខាងឯវិញ្ញាណរឿងហ្នឹងវាជារឿងកណ្ដោបរឿងចង្រិតរឿងក្រារឿងដង្កូវស៊ីដំណាំបំផ្លាញកសិផលកសិកម្មរបស់កសិករនោះទេប៉ុន្តែលោកយករឿងហ្នឹងមកធ្វើជាពាក្យប្រៀបធៀបខាងឯកាវិនិច្ឆ័យផ្នែកព្រលឹងវិញ្ញាណគាត់ពិពណ៌នាអំពីកណ្ដោប4ប្រភេទនៅក្នុងព្រះគម្ពីរយូអែលជំពូក1ខ4គឺថារបស់អ្វីដែលសល់ពីក្រាណាក្រាស៊ីក្រឹបទៅនៅសល់របស់អ្វីដែលសល់ពីក្រានោះកណ្ដោបបានស៊ីមានសត្វពីរមានក្រាមួយមានកណ្ដោបមួយហើយអ្វីដែលសល់ពីកណ្ដោបនោះចង្រិតបានស៊ីទី3ចង្រិតរួចអ្វីដែលសល់ពីចង្រិតនោះដង្កូវបានស៊ីទៅអញ្ចឹងគាត់ប្រៀបធៀបសត្វទាំង4នោះដូចជាសត្វកណ្ដោប4ប្រភេទអញ្ចឹងកណ្ដោបទី1គឺក្រាកណ្ដោបទី2គឺកណ្ដោបកណ្ដោបទី3គឺចង្រិតកណ្ដោបទី4គឺដង្កូវគាត់ប្រៀបធៀបសត្វទាំងអស់នោះទៅជាកណ្ដោប4ប្រភេទអញ្ចឹងមុនដំបូងក្រាគាត់ចេញមកគាត់ឲ្យស៊ីខ្លះទៅនៅសល់កណ្ដោបស៊ីខ្លះទៅបន្ទាប់មកចង្រិតទៅបន្ទាប់មកទៀតគឺដង្កូវជាអ្នកបង្ហើយចុងក្រោយគេការពិពណ៌នាដ៏រស់រវើកនេះបានគូសចេញជារូបភាពនៃការបំផ្លិចបំផ្លាញទាំងស្រុងរលកនៃការបំផ្លិចបំផ្លាញវាអស់ពី1អស់ពីក្រាចូលដល់កណ្ដោបអស់ពីកណ្ដោបចូលដល់ចង្រិតអស់ពីចង្រិតចូលដល់ដង្កូវអស់ពី1ចូលដល់1អស់ពី1ចូលដល់1បន្តបន្ទាប់ប៉ុន្តែនៅតែអាចបន្សល់ទុកបានទោះបីជាការស៊ីបំផ្លាញក៏ដោយទោះបីជាកណ្ដោបស៊ីបំផ្លាញក៏ដោយទោះបីជាចង្រិតស៊ីបំផ្លាញក៏ដោយទោះបីជាដង្កូវស៊ីបំផ្លាញក៏ដោយនៅបន្សល់ទុកបានប៉ុន្តែលោកអ្នកបងប្អូនហើយយើងគួរឲ្យសោកស្ដាយអ្វីដែលបន្សល់ទុកនោះគឺបន្សល់ទុកនៅភាពទទេស្អាតតែប៉ុណ្ណោះឯងពីព្រោះពួកវាស៊ីអស់ហើយគឺបន្សល់ទុកតែភាពទទេស្អាតទេអត់មានអ្វីដែលត្រូវនៅសល់សម្រាប់មនុស្សកណ្ដោបនៅទីនេះតំណាងឲ្យអ្វីសត្វក្រាសត្វចង្រិតសត្វដង្កូវនៅទីនេះតំណាងឲ្យអ្វីទោះបីជាសត្វនឹងមានឈ្មោះខុសគ្នាក៏ដោយក៏យើងអាចចាត់ទុកយកកណ្ដោបជាឧទាហរណ៍ដ៏ធំមួយចុះទាំងក្រាទាំងចរិតទាំងដង្កូវទាំងកណ្ដោបយើងហៅថាកណ្ដោបតែមួយចុះពួកវាតំណាងឲ្យអ្វីពួកវាតំណាងឲ្យការជំនុំជម្រះរបស់ព្រះជំនុំជម្រះលើអ្វីទៅ
ជំនុំជម្រះលើអំពើបាបនិងភាពមិនស្មោះត្រង់អំពើបាបនិងភាពមិនស្មោះត្រង់របស់អ្នកណាទៅអំពើបាបនិងភាពមិនស្មោះត្រង់របស់ជនជាតិអ៊ីស្រាអែលជនជាតិអ៊ីស្រាអែលគាត់បានប្រព្រឹត្តអំពើបាបនៅកាលនោះហើយគាត់មានភាពមិនស្មោះត្រង់ចំពោះសេចក្តីជំនឿរបស់គាត់ជាមួយនឹងព្រះអង្គម្ចាស់នៅសម័យនោះហេតុដូច្នេះបានជាព្រះទ្រង់បានចាត់កណ្ដូបនេះមកជាការប្រមានជាការជំនុំជម្រះខាងឯវិញ្ញាណដល់អស់អ្នកដែលប្រព្រឹត្តអំពើបាបនិងមានភាពមិនស្មោះត្រង់ចំពោះសេចក្តីជំនឿប៉ុន្តែនៅកណ្ដាលនៃមហន្តរាយនេះនៅក្នុងមហន្តរាយដ៏ធំអានៅចំណុចកណ្ដាលនៃមហន្តរាយហ្នឹងព្រះទ្រង់មានព្រះបន្ទូលជាសារនៃសេចក្តីសង្ឃឹមនៅក្នុងមហន្តរាយដ៏ធំហើយមានសារនៃសេចក្តីសង្ឃឹមនៅក្នុងចំណុចកណ្ដាលនោះដែរបន្ទាប់ពីបានហៅប្រជាជនអ៊ីស្រាអែលឲ្យប្រាយចិត្តនៅក្នុងព្រះគម្ពីរយូអែលជំពូក1ពីខ12ទៅដល់ខ17ព្រះបានសន្យាថានឹងមានការស្ដារឡើងវិញនៅក្នុងខទី18ទៅដល់ខទី25ខ18ទៅដល់ខទី25ជាព្រះបន្ទូលសន្យាថានឹងមានការស្ដារឡើងវិញប៉ុន្តែខដែលសំខាន់យើងនិយាយនៅថ្ងៃនេះគឺនៅក្នុងជំពូក2ខ25ដោយដែលយើងបានអានជាមួយគ្នាអំបញ្ញមិញប៉ុន្តែនេះគឺជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ព្រះមិនគ្រាន់តែសន្យាថានឹងផ្ដល់ឲ្យពួកគេនៅអាហារគ្រប់គ្រាន់សម្រាប់បច្ចុប្បន្នទេព្រះអង្គថែមទាំងសន្យាថានឹងស្ដារឆ្នាំដែលបាត់បង់នឹងស្ដារឆ្នាំដែលខ្ជះខ្ជាយទៅផងដែរនេះគឺជារឿងគួរឲ្យកត់សម្គាល់ព្រោះពេលវេលាកន្លងផុតទៅมันអាចយកមកវិញដោយមធ្យោបាយមនុស្សទេមនុស្សយើងទោះប្រើមធ្យោបាយអីក៏มันអាចទាញពេលវេលាក៏มันអាចទាញថ្ងៃខែឆ្នាំដែលបានកន្លងផុតទៅបានដែរប៉ុន្តែលោកអ្នកបងប្អូនត្រូវចាំថាមនុស្សគ្រាន់តែជាមនុស្សតែព្រះទ្រង់មានលទ្ធភាពជាមនុស្សលោកអ្នកអាចដាំដំណាំឡើងវិញសម្រាប់រដូវកាលបន្ទាប់ប៉ុន្តែលោកអ្នកមិនអាចប្រមូលផល2ឆ្នាំមុនបានឡើយណាឥឡូវយើងកំពុងតែអង្គុយហើយនឹងឈរនៅទីនេះស្អែកយើងអាចចាប់ដើមធ្វើស្រែធ្វើចម្ការដាំដំណាំអីរបស់យើងអាចដាំបានពីឥឡូវទៅណាប៉ុន្តែយើងមិនអាចប្រមូលផលពីឆ្នាំមុនបានទេអត់មានអ្នកណាម្នាក់រត់ទៅឆ្នាំមុនហើយទៅច្រូតហើយទៅបេះព្រីងទៅបេះសាវម៉ាវឬក៏ទៅបេះអ្វីពីឆ្នាំមុនបានទេគឺមិនអាចទេប៉ុន្តែយើងអាចនឹងដាំទៅឆ្នាំបន្ទាប់ទៀតបានប៉ុន្តែព្រះជាម្ចាស់ទ្រង់សន្យាថានឹងធ្វើអ្វីដែលមនុស្សយើងធ្វើទៅមិនរួចមនុស្សយើងមិនអាចទៅឯឆ្នាំកន្លងបានទេតែព្រះនៃយើងប្រងសន្យាចំពោះអ្វីដែលមនុស្សធ្វើមិនរួចពោលគឺដើម្បីស្ដារពេលវេលាឡើងវិញមិនត្រឹមតែដំណាំប៉ុណ្ណោះទេប៉ុន្តែជាឆ្នាំដែលត្រូវបានគេប្រើអស់ជាឆ្នាំដែលត្រូវបានគេខ្ជះខ្ជាយទៅនេះកំណត់នៅគំរូមួយដែលយើងឃើញនៅក្នុងទូទាំងបទព្រះគម្ពីររបស់យើងការស្ដារឡើងវិញរបស់ព្រះមិនមែនគ្រាន់តែជាការវិលត្រឡប់របស់យើងមកកាន់ស្ថានភាពពីមុនរបស់យើងប៉ុណ្ណោះទេប៉ុន្តែនាំយើងទៅកាន់កន្លែងល្អជាងពីមុនឧទាហរណ៍ឆ្នាំមុនស្ថានភាពកម្រិតជីវភាពរបស់យើងប៉ុណ្ណឹងសុខភាពរបស់យើងប៉ុណ្ណឹងប៉ុន្តែនៅពេលដែលព្រះទ្រង់បានស្ដារស្ថានភាពរបស់យើងមិននៅតែប៉ុណ្ណឹងទេគឺល្អប្រសើរជាងនឹងសេដ្ឋកិច្ចរបស់យើងល្អប្រសើរជាងនឹងសុខភាពរបស់យើងល្អប្រសើរជាងនឹងការស្ដារឡើងវិញរបស់ព្រះចំពោះយើងគឺលើសពីការដាក់ជំនួសឧបមាថា
dương nhằm tật mà cài này ở tới tật tài mà cài này ở tới dương có chắc cho với mà cài tiệt vi chi ca chấm nụ có con này pre trong mình chắc ở con tại pin ấy cứ khi hô khi một tiết lớp pika đã chấm nụ nhớ lớp pika đã chấm nụ cứ vì nó một này cả lạc prai ai lấy dương chọc chấm lệch thông tìm mùi hái dương chỗ đó chấm lệch thông tì pi thò một chiếc này cá đa lần vĩnhระบบเปรียនៅពេលដែលព្រះសន្យាថានឹងស្ដារឆ្នាំដែលខ្ជះខ្ជាយឡើងវិញតើនោះមានន័យយ៉ាងណាសម្រាប់យើងសពថ្ងៃនេះតើវាមានន័យយ៉ាងណាសម្រាប់យើងសពថ្ងៃនេះខ្ញុំសូមណែនាំនៅលក្ខណៈ4យ៉ាងនៃការស្ដារឡើងវិញរបស់ព្រះដែលយើងឃើញនៅក្នុងបទព្រះគម្ពីរជាមួយគ្នាចំណុចកនៃទី2ធំការស្ដារឡើងវិញរបស់ព្រះគឺទូលំទូលាយនៅពេលដែលព្រះជាម្ចាស់ស្ដារឡើងវិញទ្រង់មិនធ្វើការដោយផ្នែកណាមួយនោះទេទ្រង់មិនធ្វើការស្ដារជីវិតរបស់យើងផ្នែកនេះជ្រុងនេះត្រង់ចំណុចនេះណាមួយនោះទេគឺទ្រង់មានបន្ទូលទៅកាន់មនុស្សទាំងអស់ទ្រង់ធ្វើការស្ដារគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់មនុស្សព្រះមិនស្ដារតែមនុស្សណាម្នាក់នោះទេគឺគ្រប់មនុស្សទាំងអស់ហើយធ្វើការលើគ្រប់ផ្នែកក្នុងជីវិតរបស់គេទាំងអស់គឺគ្រប់ផ្នែកដែលរងផលប៉ះពាល់ដោយការបាត់បង់ឬក៏ខ្ជះខ្ជាយយើងជាគ្រីស្ទបរិស័ទនៅទីនេះហើយលោកអ្នកបងប្អូនដែលជាគ្រីស្ទបរិស័ទកំពុងតែមើលការ live បន្តផ្ទាល់របស់ខ្ញុំលោកអ្នកបងប្អូនធ្លាប់អានព្រះគម្ពីរយោបហើយមិនអញ្ចឹងណាយើងអានព្រះគម្ពីរយោបធ្លាប់អានហើយយើងដឹងអំពីសាច់រឿងរបស់លោកយោបគាត់មានការរងទុក្ខជាធ្ងន់ដោយព្រះទ្រង់អនុញ្ញាតឲ្យអរិយសាតាំងដែលជាវិញ្ញាណអាក្រក់ហើយធ្វើបាបលោកណាបាទគាត់រងទុក្ខយ៉ាងខ្លាំងនៅក្នុងព្រះគម្ពីរយោបជំពូក42ខ10ប្រាប់យើងថាព្រះទ្រង់ប្រោសឲ្យលោករួចពីចំណងទៅអាហ្នឹងដល់ព្រះប្រោយគាត់បានជាណារួចពីចំណងទៅហើយទ្រង់ប្រទានឲ្យមានលើសជាងពីដើមមួយជា2ដងមួយជា2ផងណាមួយជា2ផងមួយជា2ដងអញ្ចឹងលោកយោបគាត់មានកូនប្រុសគាត់មានកូនស្រីគាត់មានបាវបម្រើប្រុសស្រីគាត់មានបសុសត្វជាច្រើនសត្វចិញ្ចឹមមានគោក្របីជៀមអីចឹងណាគាត់មានសត្វជាច្រើនដែលគាត់ចិញ្ចឹមត្រូវបាត់បង់ទាំងអស់គាត់នៅសល់តែប្រពន្ធគាត់មួយគាត់កើតដំបៅតាំងពីក្បាលរហូតមកដល់បាតជើងគាត់វេទនាតែដោយគាត់នៅតែមានសេចក្តីជំនឿនិងទុកចិត្តព្រះបានប្រោះគាត់ស្ដារគាត់ឡើងវិញលែងអនុញ្ញាតឲ្យអរិយសាតាំងធ្វើទុកបៀតបៀនធ្វើទោសដល់គាត់ទៀតហើយអញ្ចឹងព្រះប្រទាននៃការប្រោះព្យាបាលប្រទានពរជ័យឲ្យគាត់ទ្វេដងមួយជា2កាលនោះមានជាមតែ500ឧទាហរណ៍ឥឡូវនេះមាន1000មួយជា2អញ្ចឹងណាបាទហើយបើយើងចេះតែមើលទៅកាន់ខបន្តទៀតមកខ្ញុំនិយាយពីហើយនៅក្នុងចម្ពោះ42ខ10យើងមើលទៅខ11ខ15ចម្ពោះបន្តហើយខបន្តមកទៀតមកនោះយើងនឹងប្រទះឃើញអំពីរបៀបដែលយកគាត់ទទួលបាននៅបសុសត្វទ្វេដងមានកូនប្រុសកូនស្រីកើតមកស្អាតហើយមិនតែប៉ុណ្ណោះគាត់អាចរស់រហូតទៅដល់140ឆ្នាំទៀតណាគាត់រស់បាន140ឆ្នាំទៀតអញ្ចឹងគាត់អាយុវែងហើយការដែលគាត់មានអាយុវែងអញ្ចឹងគាត់មានឱកាស
មើលកូនចៅរបស់គាត់4ចំនួន4ដំណរដោយបងយឿនចឹងឥឡូវមានចៅប៉ុណ្ណឹងហើយបងអាយុវែងបើមានអូននោះមានប្រពន្ធមានកូនទៅកើតបានចៅបាទកើតបានកូនមកកូននោះមានប្រពន្ធមានកូនកើតបានមក4ដំណរអញ្ចឹងតគ្នាអញ្ចឹងមកទៅសូមពិចារណាអំពីសូមពិចារណាប្រស្នាអំពីកូនពៅដែលបាត់ហើយរកឃើញវិញដែលយើងតែងតែនិយាយថារឿងកូនពៅវង្វេងហ្នឹងរឿងហ្នឹងណាគាត់ជាកូនប្រុសដែលខ្ជះខ្ជាយរឿងនេះមានកត់ត្រានៅក្នុងព្រះគម្ពីរលូកាសំឡេងខ្ញុំធ្លាក់ខ្សោយណាបងដោយសារវាឈឺនេះចាប់ដើមឈឺនៅក្នុងព្រះគម្ពីរលូកាបន្ទាប់ពីគាត់ចាយបំផ្លាញមរតកទ្រព្យសម្បត្តិដែលគាត់បានទាមទារពីឪពុកអស់ទៅគាត់ក៏បានសម្រេចចិត្តធ្វើដំណើរត្រឡប់មកផ្ទះវិញគាត់គ្រាន់ពេលមកវិញហ្នឹងគាត់អត់ទាមទារឋានៈជាកូនប្រុសអីទេគាត់គ្រាន់ត្រឹមចង់ធ្វើជាបាវបម្រើដល់តូចតាចម្នាក់នៅក្នុងផ្ទះប៉ុណ្ណោះប៉ុន្តែឪពុករបស់គាត់មិនគិតដូចគាត់ទេឪពុករបស់គាត់មិនទទួលយកគាត់ធ្វើជាអ្នកបម្រើនោះទេគាត់បានទទួលយកមកធ្វើជាកូនវិញគាត់បានទទួលមកធ្វើជាកូនវិញមានន័យថាគាត់បានស្ដារឡើងវិញក្នុងឋានៈជាកូនប្រុសមានអាវវែងអាវស្អាតមកពាក់ឲ្យពាក់ចិញ្ចៀនឲ្យពាក់ស្បែកជើងឲ្យរៀបចំពិធីជប់លៀងមួយយ៉ាងធំការស្ដារឡើងវិញត្រូវបានបញ្ចប់ហើយលើសពីអ្វីដែលកូនប្រុសអាចសង្ឃឹមកូនប្រុសគាត់ត្រឡប់មកវិញគាត់សង្ឃឹមថាឪពុកគាត់អាចអនុញ្ញាតទទួលគាត់ឲ្យធ្វើជាបាវបម្រើគ្រាន់មានអាហារ3ពេលបរិភោគនឹងគេតែប៉ុណ្ណោះឯងគាត់មិនសង្ឃឹមថាឪពុករបស់គាត់មកអោបគាត់មកថើបគាត់មកយកគាត់ធ្វើជាកូនវិញបំពាក់អាវឲ្យបំពាក់ចិញ្ចៀនឲ្យពាក់ស្បែកជើងឲ្យរៀបចំពិធីជប់លៀងដល់ក្រឹកក្រែងយ៉ាងដូច្នោះគាត់អត់ដែលនឹកស្រមៃដល់គិតក៏អត់ចេញដែរគាត់មិនដែលនឹកឃើញចំណុចហ្នឹងទេណាប៉ុន្តែការស្ដារឡើងវិញគឺអញ្ចឹងវាលើសពីអ្វីដែលយើងនឹកស្មានដល់ការស្ដារឡើងវិញរបស់ព្រះនៅក្នុងជីវិតរបស់លោកអ្នកហើយនឹងខ្ញុំនឹងមិនត្រូវបានកំណត់ត្រឹមតែផ្នែកណាមួយនៃជីវិតរបស់លោកអ្នកឬក៏ជីវិតរបស់ខ្ញុំនោះទេប្រសិនបើការញៀនបានលួចសុខភាពប្រសិនបើការញៀនបានលួចទំនាក់ទំនងប្រសិនបើការញៀនបានលួចអាជីពឬក៏មុខរបររបស់លោកអ្នកការស្ដារឡើងវិញរបស់ព្រះវាប៉ះពាល់គ្រប់ផ្នែកទាំងអស់គឺព្រះស្ដារទាំងផ្នែកសុខភាពព្រះស្ដារទាំងផ្នែកទំនាក់ទំនងព្រះស្ដារទាំងផ្នែកអាជីពមុខរបររបស់យើងផងដែរគឺព្រះទ្រង់ស្ដារទាំងអស់វាប៉ះពាល់គ្រប់ផ្នែកទាំងអស់ការស្ដាររបស់ព្រះនឹងគឺស្ដារទាំងសុខភាពស្ដារទាំងទំនាក់ទំនងស្ដារទាំងអាជីពរបស់លោកអ្នកផងដែរហើយការទាំងអស់នេះជារឿយនឹងកើតឡើងតាមរបៀបដែលលោកអ្នកហើយនឹងខ្ញុំនឹកស្មានមិនដល់ទេចំណុចខយើងបានបញ្ចប់ទៅយើងចូលចំណុចកយើងបានបញ្ចប់ទៅយើងចូលដល់ចំណុចខពីព្រោះខ្ញុំថាមានលក្ខណៈ4ណាឥឡូវយើងចូលបានកលក្ខណៈទី1ហើយលក្ខណៈទី2ការស្ដារឡើងវិញរបស់ព្រះគឺជាការច្នៃប្រឌិតព្រះមិនគ្រាន់តែជំនួសអ្វីដែលបានបាត់បង់នោះទេទ្រង់គិតឡើងវិញទ្រង់ច្នៃប្រឌិតឡើងវិញហើយបង្កើតលទ្ធភាពថ្មីដែលយើងមិនអាចនឹកស្មានដល់រឿងរ៉ាវរបស់លោកយូសែបបានបង្ហាញនៅទិដ្ឋភាព
ในការស្ដារឡើងវិញប្រកបដោយសោភ័ណភាពដ៏ស្រស់ស្អាតលោកអ្នកបងប្អូនស្គាល់ហើយលោកយូសែបជាកូនម្នាក់នៅក្នុងចំណោមកូនទាំងឡាយរបស់លោកយ៉ាកុបរឿងរបស់គាត់គឺជាទស្សនវិជ្ជាដ៏ស្រស់ស្អាតដែលពន្យល់លោកអ្នកបងប្អូនឲ្យបានយល់អំពីអ្វីទៅដែលហេតុការស្ដារឡើងវិញយើងឃើញមានការប្រព្រឹត្តដ៏លាមកអាក្រក់របស់បងប្អូនរបស់បងប្រុសរបស់គាត់ដល់ការប្រព្រឹត្តអាក្រក់អញ្ចឹងទៅបានបណ្ដាលឲ្យមានការលក់បងរបស់គាត់ចាប់ប្អូនលក់ទៅឲ្យឈ្មួញហើយឈ្មួញនោះលក់បន្តទៅឲ្យលោកពោធិផាគាត់คล้ายទៅជាទាសកររបស់លោកពោធិផាធ្វើការនៅផ្ទះលោកពោធិផាហ្នឹងហើយគាត់ជាប់គុកប្រហែលជា3ឆ្នាំនៅក្នុងគុកគាត់ជាប់គុកទៀតអាចនឹង2-3ឆ្នាំណាអញ្ចឹងនៅពេលដែលគេលក់គាត់ទៅជាទាសករហ្នឹងគឺគាត់ស្ថិតនៅក្នុងអាយុ17ឆ្នាំទៅហើយបើយើងមើលក្នុងព្រះគម្ពីរលោកុបាទចំពុក37ខ2គឺគាត់ស្ថិតនៅក្នុងវ័យ17ឆ្នាំហើយគាត់បានធ្វើជាទាសករនៅក្នុងផ្ទះលោកពោធិផាអស់រយៈពេល11ឆ្នាំអញ្ចឹង17និង11វា28ឆ្នាំបន្ទាប់មកគាត់ជាប់ពន្ធនាគារ2ឆ្នាំទៀតដោយការចោទប្រកាន់របស់ប្រពន្ធលោកពោធិផានឹងត្រូវបានគេចាប់គាត់ដាក់ពន្ធនាគារ2ឆ្នាំទៀតអញ្ចឹងក្រោយមកគាត់បានរួចពីពន្ធនាគារវិញគាត់ទៅឈរនៅមុខស្ដេចផារ៉ោហ្នឹងនៅពេលដែលគាត់មានអាយុ30ឆ្នាំគាត់មានអាយុ30ឆ្នាំគាត់ឈរនៅមុខស្ដេចផារ៉ោនមានន័យថាគាត់ត្រូវបានស្ដេចផារ៉ោនតែងតាំងឲ្យធ្វើជាអ្នកដឹកនាំលំដាប់ទី2ណាក្រៅពីស្ដេចគឺគាត់ហើយលំដាប់ទី2ដើម្បីដឹកនាំជនជាតិអេស៊ីបហ្នឹងធ្វើការងារនៅក្នុងប្រទេសអេស៊ីបហ្នឹងអញ្ចឹងយើងមើលទៅពីអាយុ17ឆ្នាំរហូតមកដល់30ឆ្នាំគាត់ប្រើពេល28ឆ្នាំនៅក្នុងពន្ធនាគារមើល11បូកនឹង2ទៀតវា15ឆ្នាំគាត់ប្រើពេលច្រើន11បូក12វា13ឆ្នាំគាត់ប្រើពេល13ឆ្នាំគឺជាពេលវេលាដ៏ខ្ជះខ្ជាយទាំងស្រុងដែលនៅកើតឡើងសម្រាប់ជីវិតរបស់គាត់11ឆ្នាំជាទាសករ2ឆ្នាំជាប់គុកសរុបទាំងអស់13ឆ្នាំជាការខ្ជះខ្ជាយពេលវេលាទាំងស្រុងប៉ុន្តែព្រះបានប្រើពេលវេលាទាំងហ្នឹង11ឆ្នាំជាទាសករ2ឆ្នាំជាប់ពន្ធនាគារព្រះទ្រង់បានប្រើពេលវេលាទាំងអស់ហ្នឹងដើម្បីបំពាក់នៅតួនាទីរបស់គាត់ដើម្បីពង្រឹងនៃការធ្វើការងាររបស់គាត់ដើម្បីបង្វឹកហាត់ពុតលុតដំគាត់ឲ្យคล้ายទៅជាមនុស្សរឹងមាំតែប៉ុណ្ណោះឯងសម្រាប់នឹងកែច្នៃគាត់ឲ្យคล้ายទៅជាអ្នកដឹកនាំសម្រាប់អភិវឌ្ឍអត្តចរិតរបស់គាត់នៅក្នុងការបំពេញការងារនៅថ្ងៃអនាគត
បើយើងមើលទៅដល់ចម្ពោះខាសឹបនៃព្រះគម្ពីរលោកុបាទ ខទី20 លោកយូសែបលោកបាននិយាយប្រាប់ទៅបងប្អូនលោកយ៉ាងដូចនេះថាអ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំតែព្រះទ្រង់សម្រេចជាការល្អវិញដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើនដូចជាបានកើតមានសពថ្ងៃនេះអាមែនលោកយូសែបមិនអាចនឹកស្មានដល់ពីរបៀបដែលព្រះប្រើឆ្នាំដែលខ្ជះខ្ជាយទាំងនោះដើម្បីសង្គ្រោះប្រជាជាតិទេគាត់អត់ដឹងទេណាគាត់មិននឹកស្មានដល់ថាព្រះទ្រង់បានប្រើឆ្នាំដ៏ខ្ជះខ្ជាយទាំងនោះដើម្បីផ្សះផ្សាគ្រួសារគាត់នោះទេគាត់អត់ដឹងដែរការស្ដារឡើងវិញរបស់ព្រះគឺមានភាពច្នៃប្រឌិតនិងទូលំទូលាយការស្ដារឡើងវិញប្រកបដោយភាពច្នៃប្រឌិតរបស់ព្រះមានន័យថាទ្រង់អាចយកវត្ថុធាតុដើមនៃឆ្នាំដែលខ្ជះខ្ជាយអ្វីដែលខ្ជះខ្ជាយឆ្នាំដែលខ្ជះខ្ជាយពេលវេលាដែលខ្ជះខ្ជាយរបស់លោកអ្នកហើយនឹងខ្ញុំសូម្បីតែជាកំហុសក្តីសូម្បីតែជាភាពបរាជ័យរបស់លោកអ្នកហើយនឹងខ្ញុំក្តីព្រះអង្គយកវាមកហើយរៀបចំឲ្យคล้ายទៅជាអ្វីដែលស្រស់ស្អាតដែលស្រស់បំព្រងដែលយើងទាំងអស់គ្នានឹកស្មានមិនដល់គឺព្រះអង្គយកចេញមកពីការខ្ជះខ្ជាយហ្នឹងយកចេញមកពីកំហុសហ្នឹងនិងយកចេញមកពីការបរាជ័យនោះធ្វើឲ្យទៅជាល្អសម្រាប់យើងវិញចំណុចទី3គឺចំណុចកការស្ដារឡើងវិញរបស់ព្រះគឺជាការប្រោះលោះសុំទឹកវិញការស្ដារឡើងវិញរបស់ព្រះគឺជាការប្រោះលោះព្រះមិនគ្រាន់តែធ្វើឲ្យយើងមានប្រយោជន៍ប៉ុណ្ណោះទេទ្រង់ផ្ដល់អត្ថន័យដល់រដូវកាលដែលយើងគិតថាយើងបានខ្ជះខ្ជាយផងដែរលោកសាវកប៉ូលបានបៀតបៀនក្រុមជំនុំកាលពីគាត់មិនទាន់ទទួលជឿព្រះយេស៊ូវគ្រីស្ទគាត់បានបៀតបៀនក្រុមជំនុំយ៉ាងសម្បើមយ៉ាងចាស់ដៃប៉ុន្តែក្រោយមកគាត់បានជួបប្រទះនឹងព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ហើយគាត់បានប្រែចិត្តទទួលព្រះអង្គប៉ុន្មានឆ្នាំក្រោយមកគាត់បានចាត់ទុកថាអ្វីដែលគាត់បានធ្វើពីមុនមកវាគឺជាឆ្នាំដែលខ្ជះខ្ជាយវាគឺជាឆ្នាំដែលបាត់បង់គឺខ្ជះខ្ជាយមែនទែនប៉ុន្តែព្រះបានប្រោះលោះហើយប្រទានឲ្យគាត់នៅចំណេះដឹងអំពីសាសនារបស់យូដាអំពីចំណេះដឹងផ្សេងតាក់ទងនឹងសេចក្តីជំនឿរបស់គាត់ហើយធ្វើឲ្យគាត់បានคล้ายទៅជាសាវកមួយរូបសាវកម្នាក់ដ៏មានប្រសិទ្ធភាពដ៏មានឥទ្ធិពលដែលគាត់អាចនឹងធ្វើការទាំងអស់នឹងសម្រាប់ទាំងសាសយូដាក៏បានទាំងសាសដទៃក៏បានព្រះទ្រង់បានបង្រៀននៅព្រះបន្ទូលដល់គាត់ធ្វើឲ្យគាត់មានជាពាក្យសម្ដីមានជាគំនិតមានជាយោបល់មានជាប្រាជ្ញាដើម្បីផ្សព្វផ្សាយព្រះបន្ទូលរបស់ទ្រង់ទៅដល់ទាំងសាសយូដានិងដល់ទាំងសាសយូដាសាសដទៃឆ្នាំដែលខ្ជះខ្ជាយរបស់គាត់បានคล้ายទៅជាកន្លែងហ្វឹកហាត់ទៅជាកន្លែងហ្វឹកហ្វឺនសម្រាប់កិច្ចបម្រើផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនាពេលអនាគតរបស់គាត់អនាគតរបស់គាត់គឺចង់និយាយសម័យរបស់គាត់មិនមែនឥឡូវទៅមុខទៀតទេការសម័យដែលគាត់មានជីវិតរស់នៅហ្នឹងឆ្នាំដែលខ្ជះខ្ជាយហ្នឹងវាគ្រាន់ជាឱកាសជាកលៈទេសៈមួយដែលធ្វើឲ្យគាត់អាចវឹកហាត់ដើម្បីឲ្យគាត់ត្រៀមខ្លួនរឹងមាំសម្រាប់ទទួលយកនៅសេចក្តីបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទហើយគាត់ធ្វើជាអ្នកប្រកាសដំណឹងល្អបង្រៀនព្រះបន្ទូលរបស់ព្រះដ៏មានឥទ្ធិពលដ៏មានអំណាចនៅសម័យគាត់នោះនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15ខ9ទៅដល់ខ10លោកសាវកប៉ូលគាត់បានឆ្លុះបញ្ចាំងថាត្បិតក្នុងបណ្ដាពួកក្រុមជំនុំនៃព្រះត្បិតក្នុងបណ្ដាពួកសាវក
នោះខ្ញុំជាអ្នកតូចជាងគេមិនគួរនឹងហៅខ្ញុំថាជាសាវកផងទេពីព្រោះខ្ញុំបានឧទ្ទិសដល់ពួកជំនុំនៃព្រះប៉ុន្តែដែលខ្ញុំបានជាយ៉ាងណានោះគឺបានដោយព្រះគុណនៃព្រះទេហើយព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំនោះមិនមែនដោយអាសាអត់ការឡើយបាត់ខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ប៉ុន្តែមិនមែនជាខ្ញុំទេគឺជាព្រះគុណនៃព្រះដែលសន្ធិដ្ឋលើខ្ញុំវិញអាមែននៅពេលដែលព្រះជាម្ចាស់ទ្រង់ស្ដារឆ្នាំដែលខ្ជះខ្ជាយរបស់លោកអ្នកឡើងវិញទ្រង់មិនគ្រាន់តែដកវាចេញពីប្រវត្តិរឿងរបស់លោកអ្នកទេទ្រង់ថែមទាំងលុះដល់ឆ្នាំដែលខ្ជះខ្ជាយនោះដែរព្រមទាំងផ្ដល់ឲ្យឆ្នាំនឹងคล้ายទៅជាគោលបំណងនៅក្នុងប្រវត្តិរឿងដ៏ធំរបស់លោកអ្នកវិញខចំណុចកខកខដល់ចំណុចទី4ហើយការស្ដារឡើងវិញរបស់ព្រះលើសពីដើមលើសពីភាពដើមលើសពីភាពដើមប្រហែលជាគួរឲ្យភ្ញាក់ផ្អើលបំផុតហើយព្រះជាម្ចាស់តែងតែស្ដារឡើងវិញលើសពីអ្វីដែលបានបាត់បង់កាលពីដើមដោយនាំយើងទៅកាន់កន្លែងល្អជាងសូមគិតអំពីនាងរស់និងណាអូមីលោកអ្នកបងប្អូនបានអានព្រះគម្ពីរនាងរស់ទេគម្ពីរនាងរស់មានប្រហែលជា4ចំពោះទេណាខ្លីដែរប្រវត្តិរឿងរបស់គម្ពីរហ្នឹងគឺណាអូមីនិងប្តីរបស់គាត់មានកូនប្រុស2នាក់គាត់រស់នៅភូមិបេតលេហឹមហើយនៅគ្រានោះនៅបេតលេហឹមមានកើតគ្រោះទុរភិក្សអត់មានអីបរិភោគគ្រប់គ្រាន់អញ្ចឹងក៏នាំគ្នាហើយមកស្រុកម៉ូអាប់មកប្រទេសម៉ូអាប់ហ្នឹងដើម្បីឲ្យបានរស់រានមានជីវិតមកដល់ម៉ូអាប់បានប្រហែលឆ្នាំប្តីរបស់គាត់ក៏ស្លាប់ទៅហើយកូនប្រុសទាំងពីររបស់គាត់ក៏មានប្រពន្ធនៅម៉ូអាប់ហ្នឹងក្រោយមកកូនប្រុសទាំងពីររបស់គាត់ក៏ស្លាប់ទៅអញ្ចឹងក្រោយពីណាអូមីបាត់បង់ប្តីបាត់បង់កូនប្រុសទាំងពីរណាអូមីត្រឡប់ទៅភូមិបេតលេហឹមវិញដោយការឈឺចាប់ជូចត់ល្វីងជូចត់នៅក្នុងចិត្តត្រឡប់ទៅវិញដោយភាពទទេដោយបាត់ដៃទទេអត់មានអ្វីតែទោះយ៉ាងណាក៏ដោយតាមរយៈអាពាហ៍ពិពាហ៍របស់កូនគាត់ជាមួយនឹងនាងរស់ហើយនាងរស់ហ្នឹងគាត់បានទៅជាមួយណាអូមីដែលជាអ្នកម្ដាយក្មេកដែរហើយក្រោយមកនាងរស់គាត់បានរៀបអាពាហ៍ពិពាហ៍ម្ដងទៀតជាមួយនឹងលោកប៊ូអសតាមរយៈអាពាហ៍ពិពាហ៍របស់នាងរស់និងប៊ូអសនេះណាអូមីមិនត្រឹមតែទទួលបានចៅប្រុសម្នាក់ប៉ុណ្ណោះទេនាងរស់បង្កើតបានកូនមួយហើយណាអូមីមានចៅមួយណាកូននាងរស់ហ្នឹងមិនត្រឹមតែទទួលបានចៅប្រុសម្នាក់ប៉ុណ្ណោះទេប៉ុន្តែបានคล้ายជាផ្នែកមួយនៃវង្សត្រកូលរបស់ស្ដេចដាវីតទៀតហើយចុងក្រោយតាមវង្សត្រកូលរបស់ស្ដេចដាវីតនោះបានបង្កើតបានព្រះយេស៊ូវគ្រីស្ទការស្ដារឡើងវិញរបស់នាងណាអូមីគឺលើសពីអ្វីដែលគាត់មានពីមុនមកគាត់មានត្រឹមតែប្តីមួយកូនប្រុស2នាក់កូនប្រសា2នាក់ប៉ុន្តែឥឡូវនេះគាត់មានកូនប្រសាម្នាក់នាងរស់កូនប្រសាម្នាក់ទៀត
bộ ốc chào mùi tiết hơi quạt chọc sai sờ lại chia khang đạch David tiết hơi chỉ sai đại bằng cả presu cứ quạt tua bàn nơi perpo thông mạnh tên bà dương mơ ông pi pre Giêsu Christ vinh prom bán bằng riêng cô ca nâng đài nơi khung pre cầm pi mà cọc chùm phục đọc kho mà phơi bẩn bốn đã kho sam sập sôm an tam khnyom prap nẹ rò khnia chiaประกอบថា มันได้มีเนตนาได้เลี้ยเจ้าเตี้ยสบายบองโอนปรสไรเอาปุกมาได้ประปนโกนหรือสายจมกาโดยปลุกยุลดอกยมให้นังดำนังละออัดบานแต่ตัวจีมวยรอยเพียลางขนมสมัยนี่นุกลายคือจิบเตะสบายบองโอนปรสไรมาได้ให้โกนนังสายจมกาพร้อมเตียงสกายเบียดเบียนได้ให้ดอลบอลโลกนี้นังบานชีวิตออกกอลจินิพงอาเมนการสัญญาคือฉบับนะการสดาหลังวิ่งระบบเปรี้ยมันกรอนแต่สมาร์นั่งเอาไว้ได้ยังบ้านบัดบอลนุเตคือวิกุลเลิกปีมุนติดติดอาเมนจังขมสมบรรจบเพียมวยตรมในจอบเบียมองจานหายมายางติดยมก็เรียงชื่อหมดชื่อทมิงชื่อทบอลได้ซาเรียจะหมอกจังไงตรอมตัวหมกติดอักบ้านสำระปนังสันจบจำยังมันต่อเพียปีในสัปดาห์กล่าววันใดสมบัติอธิษฐานมันหนึ่งยังมันจบปริสูดำเนินอำนาจปริจิสได้พร้อมใจสมอคุณสำหรับเปรมตูได้ประมาณบังรินตูเปรมกุมยังขยมในทั้งนี้สมอประคุณตรงตูบายังขยมบานเชียกเชียเปเวลีบานบัดบองเอาไว้ชรันยางแต่โดยซาแต่ยังขยมบานกรบนังสดับมังกรเนี่ยระลึกลังวิงหายเวลมอกไอปรองเปรตรงบานสตาชนามในเชียกชีไปเวลีได้บัดบองไออประสาลังวิงหายชรานเฟบดองเลิกเปียไว้ได้ยืนขยมรำเพิงกระตุกพระมจักพุทธออกคุณจมพูสิกได้สลันจมพูสิกได้เมตตาการนาบตรุงจมพูพิบสมองตรองหนึ่งเปรมตูสัญญาระบบปรองสำหรับยืนขยมได้จิโกนสมุนเงียออกคุณปรองไอสมทวายสเรลระตรุงพร้อมคุณสมอประกลสำหรับสิกได้บังรีนแทนีให้สมตูทวายการแต่งออกหนึ่งในขนมประนีมพระเยซูคริสต์อาเมนขอบคุณ